xua tha skin care ប្រើសិតតែរបស់ថ្លៃអូយមួយឈុតពី300 4 500អ្នកខ្លះទៅដល់រាប់ពាន់តែដល់ពេលសួរថាពេលថ្ងៃដែលលាប UV អត់ផងអ្នកទាំងអស់គ្នាកន្លែងនេះណា skin care តម្លៃប្រហែលក៏ដោយឲ្យតែអ្នករើស ingredient ត្រូវជាមួយស្បែកមុខរបស់អ្នកគឺប្រសិទ្ធភាពឃើញហើយប៉ុន្តែបើសិនបើអ្នកទាំងអស់គ្នាលាប skin care នៅពេលយប់លាបគ្រីមលាបអីជាច្រើនប៉ុន្តែដល់សួរថាពេលថ្ងៃពេលដើរកាត់ថ្ងៃអត់ដែរលាប UV ទេស្មើនឹងអ្នកទាំងអស់គ្នាចោលលុយទិញ skin care ហ្នឹងហើយព្រោះដោយសារ skin care វាអត់មានតួនាទីទៅជួយមុខយើងទេប៉ុន្តែវាមានតួនាទីមួយការពារមុខរបស់អ្នកទាំងអស់គ្នាព្រោះពេលដែលយើងលាប skin care ពីយប់ប្រកបណាស់ពេលថ្ងៃគឺវាត្រូវការពេលវេលាទៅ recover តែសួរថាអ្នកទាំងអស់គ្នាមានបានទៅលាប sunscreen ដើម្បីការពារនេះ UV នេះពន្លឺថ្ងៃមកអញ្ចេះហើយអ្នកទាំងអស់គ្នាកុំច្រឡំថាពន្លឺ UV លុះត្រាតែអ្នកទាំងអស់គ្នាដើរកាត់ចំថ្ងៃថាអត់ទេខ្ញុំអត់លាបទេព្រោះខ្ញុំនៅតែក្នុងម្លប់ខ្ញុំនៅតែ office ខ្ញុំនៅតែក្នុងផ្សារខ្ញុំនៅតែក្នុងតូបអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាឃើញពន្លឺហ្នឹងមកអត់ឲ្យតែមានពន្លឺចេញពីព្រះអាទិត្យគឺជា UV ហើយឥឡូវនេះណាតាមការដែលខ្ញុំចែកមើលឯកសារមួយចំនួនណាសូម្បីតែពន្លឺអំពូលយើងនេះអំពូល LED ក៏ដោយអំពូល ម៉ែត្រក៏ដោយក៏មាន UV ដែរគ្រាន់តែថាវាកម្រិតជាងតិចជាងព្រះអាទិត្យទេអញ្ចឹងសួរថាអញ្ចឹងខ្ញុំត្រូវលាប skin គេលាបសុំទោសលាប UV ពេលណាខ្លះបើខ្ញុំអត់ម៉ាញខ្ញុំលាបទាំងព្រឹកខ្ញុំលាបទាំងយប់ពួកគេថាពេលយប់អាពេលដែលយើងបើយើងលាបហើយយើងគេងតែម្ដងអាហ្នឹងវាប្រហែលជាមិនអីទេប៉ុន្តែអ្នកខ្លះមួយថាឲ្យលាបហើយនៅអង្គុយធ្វើការមុខកុំព្យូទ័រអ្នកខ្លះធ្វើហើយនៅអង្គុយចុចទូរស័ព្ទសួរថាអាពេលហ្នឹងហើយដែល UV វាបុកមកមុខហើយព្រោះបរិយាកាសជុំវិញអ្នកទាំងគ្នាងឹតទាំងអស់ប៉ុន្តែភ្លើងស្វ័យអូត្រាអាភ្លឺពណ៌ blue screen ហ្នឹងគឺមកមុខហើយ blue screen នេះខ្ញុំចង់ប្រាប់ថាគ្រោះថ្នាក់ខ្លាំងជាងគេទៅលើ collagen របស់ស្បែកអ្នកទាំងអស់គ្នាអត់ចាប់អារម្មណ៍អ្នកទាំងអស់គ្នាអត់បានដឹងអញ្ចឹងគាត់ថាដើរកាត់ថ្ងៃបានត្រូវ UV បានត្រូវប្រើ UV ប៉ុន្តែដល់ទៅពេលឲ្យមើលទូរស័ព្ទរាល់ថ្ងៃអង្គុយធ្វើការមកកុំព្យូទ័ររាល់ថ្ងៃសុទ្ធតែជាករណីដែលធ្វើឲ្យមុខទាំងអស់អ្នកទាំងអស់គ្នាចាប់ផ្ដើមជ្រីវជ្រួញការអោនក៏ធ្វើឲ្យសាច់ដុំធ្លាក់ហើយពន្លឺ blue screen ក៏ធ្វើឲ្យប៉ះពាល់ដល់ស្បែកអញ្ចឹងពីខ្ញុំទៅលាបទៅបងប្អូន sunscreen មួយគឺមិនអាចចោលបានទេភ្លេចលាប skin care ពីយប់ព្រលឹមឡើងមួយទឹកលាងមុខឲ្យស្អាតលាបឡើងវិញដាក់ skin care ដាក់ UV ពីលើមួយមកវាការពារបងប្អូនខ្ញុំមិនមែនអ្នកលក់ UV ទេខ្ញុំអត់មានអ្នកលក់ទេនេះរបស់ខ្ញុំប្រើដូចអានេះចឹងមិត្តភ័ក្តិទិញផ្ញើពីជប៉ុនទេហើយបើសិនជាអស់របស់ជប៉ុនហ្នឹងបើខ្ញុំរកទិញទៀតបានខ្ញុំប្រើអានឹងដដែលទៅប៉ុន្តែប្រកាសថាពេលខ្លះយើងទិញរបស់នៅក្រៅចឹងវាពិបាករកម៉ូតដូចដដែលចឹងណាតែបើអត់បានទេខ្ញុំរកមុខណាមួយដែលជំនួសបានក្នុងតម្លៃមួយដែលខ្ញុំអាចទទួលយកបានហើយមើល ingredient មើលអីវាត្រូវស្បែកមុខវាត្រូវអីយើងហើយប្រើទៅមិនចាំបាច់តតែ brand ហ្នឹងមិនចាំបាច់តតែអីទេ